សួស្តីអ្នកនរគ្នាចំពោះសិស្សច្បងឬក៏សិស្សប្អូនណាដែលត្រៀមមករៀននៅប្រទេសអូស្ត្រាលីអីហើយត្រូវការកន្លែងរស់នៅអីហ្នឹងមានបងម្នាក់នេះក៏បានសូមឲ្យខ្ញុំផ្ដល់ជាយោបល់ទូទៅតាមបទពិសោធន៍របស់ខ្ញុំថាមកដល់នឹងគួររកកន្លែងស្នាក់នៅបែបណាដែលថាស្រួលបំផុតវាគឺជាដំបូងមានទូទៅសម្រាប់មនុស្សទូទៅនេះមិនបានឆ្លើយតបទៅចំពោះបុគ្គលណាម្នាក់នោះទេអញ្ចឹងតាមបទពិសោធន៍របស់ខ្ញុំអ្វីដែលថាស្រួលជាងគេនៅពេលដែលយើងទៅមកពីខ្មែរភ្លាមបើសិនជាយើងមានបងប្អូនឬយើងស្គាល់អ្នកណាគេម្នាក់ដែលថាមានកន្លែងស្នាក់នៅឲ្យយើងឬក៏មានមិត្តភក្តិណាគេមានបន្ទប់អីហ្នឹងខ្ញុំគិតថាអ្វីដែលល្អជាងគេបង្អស់ទី1ហ្នឹងគឺអាចមកនៅមួយពួកគាត់សិនហ្នឹងគឺជាអ្វីដែលខ្ញុំបានធ្វើពេលខ្ញុំមកដល់អូស្ត្រាលីភ្លាមខ្ញុំបានទៅនៅជាមួយម៉ាក់ធំរបស់ខ្ញុំគាត់មានបន្ទប់អីនៅហ្នឹងចឹងខ្ញុំនៅជាមួយគាត់បានខ្ទង់1ឆ្នាំវាល្អដោយសារតែទី1យើងបានស្គាល់ខ្មែរគ្នាឯងឬក៏គាត់ធ្លាប់នៅហ្នឹងនៅប្រទេសអូស្ត្រាលីហ្នឹងគាត់ជួយយើងបានច្រើនគាត់អាចផ្ដល់ជាយោបល់ដំបូន្មានបង្ហាត់យើងពីរបៀបរស់នៅប្រទេសគេដោយសារតែយើងធំធាត់នៅប្រទេសកម្ពុជាយើងហើយលើកទី1ដែលបានចេញមកពីប្រទេសកម្ពុជាមករៀននៅក្រៅប្រទេសអ្វីក៏ប្លែកអ្វីក៏ថ្មីទាំងអស់អញ្ចឹងបើសិនជាមានអ្នកម្ចាស់ស្រុកហៅគាត់ថាម្ចាស់ស្រុកចុះគាត់ផ្ដល់ជាយោបល់គាត់ចង់អល់បង្ហាញផ្លូវយើងផ្សេងនោះជីវិតយើងនឹងកាន់តែស្រួលជាងមុនបានមួយកម្រិតថែមទៀតហ្នឹងទី1ជំរើសទី2ដែលខ្ញុំគិតថាវាជាជំរើសមួយដ៏ល្អសម្រាប់បុគ្គលទូទៅដែលអត់មានស្គាល់អ្នកណាគេម្នាក់នៅប្រទេសអូស្ត្រាលីអត់មានស្គាល់បងប្អូនអត់មានមិត្តភ័ក្តិអីអត់និយាយទៅរកកន្លែងអត់បានហ្មងឬក៏រកកន្លែងដែលខ្មែរគ្នាអត់បានគឺខ្ញុំគិតថាអាចជាទៅនៅកន្លែងនៅសាលាបណ្ដោយបើសិនជាសាលាគេមានផ្ដល់ជាទីតាំងស្នាក់នៅអីអាចទៅនៅនឹងរយៈពេលខ្លីរយៈពេល3ខែឬក៏6ខែអីសិនដើម្បីទី1យើងមកផ្សំខ្លួនទី2វានៅជាប់នៅសាលានឹងបណ្ដោយអញ្ចឹងយើងមកចាំងើបលឿនដើម្បីធ្វើដំណើរទៅសាលាអ្នកខ្លះនៅឆ្ងាយខ្លាំងពេកដូចខ្ញុំកាលមកព្រាមហ្នឹងធ្វើដំណើរខ្ទង់1ម៉ោងជាង1ម៉ោងឬក៏1ម៉ោងលើនឹងទៀតដើម្បីទៅសាលាហើយពេលចប់រៀនចប់ហើយត្រូវមកវិញរយៈពេលប៉ុណ្្នឹងដូចគ្នាតែខ្ញុំនិយាយហ្នឹងគឺមិនមែនឃើញតែគុណសម្បត្តិរបស់ការនៅក្នុងសាលាហ្នឹងទេវាមានគុណវិបត្តិដូចគ្នាហើយគុណវិបត្តិដ៏ធំជាងគេបង្អស់ចំពោះបុគ្គលទូទៅដែលនៅស្នាក់នៅក្នុងកន្លែងដែលសាលាផ្ដល់ឲ្យនោះគឺតម្លៃដោយសារតែចំនួនបន្ទប់នៅក្នុងសាលានីមួយៗគឺមានកំណត់ហើយជាទូទៅតម្លៃដែលសាលាយកពីយើងទៅគឺលើពីតម្លៃទីផ្សារវាប្រៀបធៀបជាមួយនឹងយើងមកជួលផ្ទះចេញខាងក្រៅរកខ្លួនឯងហើយបើសិនជាដឹងថាតម្លៃថ្លៃចឹងហើយមិនបានខ្ញុំផ្ដល់យោបល់ឲ្យអ្នកទាំងអស់គ្នាដែលអត់មានបងប្អូនឬក៏អត់ស្គាល់តែគេហ្នឹងទៅនៅក្នុងសាលាហ្នឹងសិនរយៈពេល3-6ខែហ្នឹងហេតុផលចម្បងដែលខ្ញុំផ្ដល់យោបល់បែបហ្នឹងគឺដោយសារតែយើងអត់ស្គាល់អ្នកណាគេម្នាក់យើងអាចរកមើល apartment ពីខ្មែរមកបណ្ដោយក៏បានដែរបើសិនជាយើងជួល apartment មកទាំងមូលបណ្ដោយមាន 2-3 បន្ទប់ហ្នឹងវាអាចធូរថ្លៃជាងយើងទៅនៅក្នុងសាលាហ្នឹងក៏ប៉ុន្តែការជួលផ្ទះនៅប្រទេសអូស្ត្រាលីគឺវេទនាខ្លាំងមែនទែនគឺគេតម្រូវឲ្យយើងត្រូវទៅមើលផ្ទះហ្នឹងកក់លុយកក់អីហើយប្រគួតប្រជែងមួយគេហើយมันប្រកាសថាបានទៀតនិយាយទៅឈឺក្បាលខ្លាំងហ្មងបើសិនជាយើងនៅខ្មែរអត់ទាំងបានមើលឃើញទៀតខ្ញុំគិតនិយាយទៅ stress ខួរបណ្ដោយអញ្ចឹងខ្ញុំគិតថាយើងអាចចំណាយលុយដំបូងបន្តិចប៉ុន្តែដល់ពេលមកដល់អូស្ត្រាលីនេះត្រូវស្វាត់ស្វែងរកមើលមិត្តភ័ក្តិ2-3នាក់ឬក៏1នាក់2នាក់អីហ្នឹងរកមើលគ្នាបានហើយចេញរកមើល apartment ជួលខ្លួនឯងបន្ទាប់មកយើងចែកឧទាហរណ៍ថាមក apartment ទាំងអស់ហ្នឹងគេយក$2,000ឬក៏$2,500យើងចែកនឹង2ឬចែក3មកបានន័យថាម្នាក់មួយខែខ្ទង់800ឬក៏1000អីទេអញ្ចឹងវាធូរថ្លៃជាងដល់ពេលដែលយើងមានមិត្តភ័ក្តិប៉ុន្តែយុទ្ធសាស្ត្រខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយនេះក៏អាចនឹងជួបឧបសគ្គមួយដែរបើសិនជាយើង email ឬក៏ chat មកសួរសាលាហើយសាលាគេប្រាប់ថាអស់បន្ទប់ជួលហើយអញ្ចឹងតើយើងគួរធ្វើបែបណាជាទូទៅនៅប្រទេសអូស្ត្រាលីនេះគឺគេមានក្រុមហ៊ុនផ្សេងៗជាច្រើនដែលគេសាងសង់អគារមានបន្ទប់ជួលជាច្រើនគឺសម្រាប់ឲ្យតែសិស្សតែម្ដងអញ្ចឹងបើសិនជាយើងជាសិស្សអន្តរជាតិអញ្ចឹងយើងមកយើង email មកប្រាប់គេមកឬក៏យើងឆែកតាម website មកយើងនឹងឃើញមានបន្ទប់ជួលផ្សេងៗជាច្រើនភាគច្រើនអាចឆែកមើលតាម Google ក៏បានឬក៏សួរភ្នាក់ងារដឹកនាំសិស្សទៅក្រៅប្រទេសតែដឹកនាំបងប្អូនមករៀននៅប្រទេសអូស្ត្រាលីហ្នឹងគាត់អាចជាមានដៃគូសហការផ្សេងៗតែតម្លៃក៏នៅតែថ្លៃប្រៀបបានជាមួយនឹងមកនៅសាលាដូចគ្នាអញ្ចឹងគាត់ថាបើសិនជាយើងអត់មានជំរើសហើយយើងត្រូវតែចំណាយលុយសិនហើយប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងមកដល់អូស្ត្រាលីបើសិនជាចង់រកមើលកន្លែងដែលធូរថ្លៃជាងហ្នឹងពេលមកដល់នេះរយៈពេលយើងមានប៉ុន្មានហ្នឹង3ទៅ6ខែហ្នឹងត្រូវស្វាត់ស្វែងរកមើលកន្លែងស្នាក់នៅដែលធូរថ្លៃជាងមានសំណួរផ្សេងអាចសួរខាងក្រោមបានហើយកុំភ្លេច follow page ម្នាក់មួយផងអរគុណច្រើនបាយ